ការព្រួយបារម្ភហ្មងគឺខ្លាចគាត់ឈឺមែនតើគាត់ស៊ាំនឹងបរិបត្តិខាងក្រៅអញ្ចឹងគាត់ឯករាជ្យគាត់អត់ចេះខ្លាចជំរាបសួរអ្នកអាណាព្យាបាលទាំងអស់គ្នាស្វាគមន៍មកកាន់ Berkeley Podcast episode ទី1ចានាងខ្ញុំឈ្មោះយូសុយលក្ខជាអាណាព្យាបាលរបស់អូនដែលរដ្ឋសុវិជ្ជនីចាបងតើមូលហេតុអ្វីបានជាបងសម្រេចចិត្តចុះឈ្មោះអូនចូលរៀនកាលនេះគាត់នៅអាយុវ័យក្មេងចាទី1ខ្ញុំចង់ឲ្យគាត់សិក្សានៅអាយុវ័យក្មេងហ្នឹងខ្ញុំចង់ឲ្យគាត់ទទួលការរស់នៅបែបបទទៅខាងសង្គមខាងក្រៅចាព្រោះអីធម្មតាពេលដែលគាត់នៅជាមួយឪពុកម្ដាយយូរគាត់មានភាពមួយថាអត់ស្គាល់សង្គមខាងក្រៅចាចេញទៅណាមកណាគាត់ខ្លាចអញ្ចឹងខ្ញុំចង់ឲ្យគាត់ទទួលបានទាំងចំណេះចេះដឹងទាំងការរស់នៅគាត់ចេះបត់បែនបត់បាចាចានិយាយទៅពាក្យហ្នឹងគឺខ្ញុំតែងតែលើកពីមុនមកសំណួរគេសួរច្រើនថាហេតុអីបានជាដាក់កូនចូលរៀនអាយុវ័យក្មេងចាហើយការចំណាយលុយគេគិតថារៀនពីក្មេងយើងអត់ចេះគាត់ទទួលយកអត់បានតែពេលដែលបទពិសោធន៍ដែលខ្ញុំធ្លាប់ដាក់កូនចូលរៀនវ័យក្មេងគឺខ្ញុំទទួលបានបទពិសោធន៍ពីរហើយអញ្ចឹងខ្ញុំគិតថាបទពិសោធន៍ទី1របស់ខ្ញុំគឺខ្ញុំជោគជ័យគាត់ចេះឯករាជ្យខ្លួនឯងទី1ហើយគាត់ចេញក្រៅសង្គមគេគឺគាត់អត់មានខ្លាចក្រែងទេដោយសារគាត់ស៊ាំនឹងបរិបត្តិខាងក្រៅទៅគាត់ស៊ាំនឹងបរិបត្តិខាងក្រៅអញ្ចឹងគាត់ឯករាជ្យគាត់អត់ចេះខ្លាចខាងក្រៅក៏គាត់នៅបានខាងក្នុងក៏គាត់នៅបានតើបងមានការព្រួយបារម្ភអ្វីខ្លះនៅពេលដែលបងដាក់អូនចូលរៀននៅអាយុគាត់វ័យក្មេងអញ្ចឹងបងនិយាយទៅការព្រួយបារម្ភផងអាណាព្យាបាលដំបូងគេបង្អស់គឺការឈឺចាមិនថាទាំងខ្ញុំមិនថាទាំងអាណាព្យាបាលគេផ្សេងទេពេលដែលយើងឲ្យកូនសិក្សានៅវ័យក្មេងគឺគាត់បដូរបរិយាកាសចាចង់ឲ្យថាគាត់អត់តន់ស៊ាំជាមួយនឹងបរិយាកាសចាដល់ពេលអញ្ចឹងការព្រួយបារម្ភហ្មងគឺខ្លាចគាត់ឈឺមែនតើតែតាមការគាត់មកសិក្សានៅសាលានេះផ្ទាល់ហ្មងតាំងពីខែដំបូងមករហូតដល់ឥឡូវបានដូចជា1ឆ្នាំដែរតែសរុបមានបញ្ហាផ្ដាសាយក្អកអីសោះដោយសារខ្ញុំបានទៅមើលនៅសាលាផ្ទាល់គឺគាត់ clean ចាសាលាមានអនាម័យចាមានអនាម័យល្អហើយមានពេទ្យមើលថែទាំចាខាងសាលាគាត់មានវិទ្យាការដើម្បីមើលថែអូនណាដល់ពេលគាត់មានបញ្ហាអីចឹងខាងសាលាគាត់រាយការណ៍មកអាណាព្យាបាលហើយចាយើងគិតថាកូនទៅបរិយាកាសខាងក្រៅមានការគាត់អត់ស៊ាំចាមានការគុំក្រងរបស់សាលាបានល្អចឹងយើងមានអារម្មណ៍ថាចាកក់ក្ដៅមែនតើចាតើមុនពេលដែលបងសម្រេចចិត្តចុះឈ្មោះអូនចូលរៀនតើបងបានត្រៀមអ្វីខ្លះក្នុងនាមជាអាណាព្យាបាលដែរចាអូនចានិយាយទៅអាណាព្យាបាលដែលត្រៀមដំបូងបងសម្រាប់កូនទៅសិក្សាគឺសាលាចាសាលាគឺកាលណាដែលយើងមានទំនុកចិត្តទៅលើសាលា 100% ហើយគឺយើងបានត្រៀមឲ្យគាត់រួចជាស្រេចហើយជ្រើសរើសសាលាដែលល្អសម្រាប់គាត់គឺយើងផ្ដល់ទំនុកចិត្តចាយើងហើយខាងសាលាក៏គាត់អត់ដែរឲ្យយើងបាត់បង់ទំនុកចិត្តដែរដូចស្ដេចក៏ចាំមានភាពកក់ក្ដៅព្រោះយើងបកគលកូនឲ្យគាត់រយៈពេល8ម៉ោងក្នុងមួយថ្ងៃទំនុកចិត្តវាពិតជាសំចាស់ក្នុងនាមបងជាអាណាព្យាបាលតើបងមានពាក្យពេចន៍អ្វីដើម្បីចែកជូនទៅអាណាព្យាបាលផ្សេងៗដែលគាត់កំពុងតែស្វែងរកសាលាសម្រាប់ចុះឈ្មោះចូលរៀនឲ្យកូនពួកគាត់ដែរចានិយាយទៅក្នុងនាមខ្ញុំជាអាណាព្យាបាលអញ្ចឹងខ្ញុំចង់ចែករំលែកទៅអាណាព្យាបាលផ្សេងទៀតមុននឹងសម្រេចចិត្តដាក់កូនចូលរៀននៅសាលាមួយណាអញ្ចឹងសូមឲ្យគាត់សិក្សាសាលាឲ្យបានច្បាស់ចាទី1សុវត្ថិភាពចាទី2សុខភាពទី3ចំណេះដឹងចាអរគុណបងសម្រាប់ចាឲ្យពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីរបស់យើងចាសូមអរគុណដល់អ្នកអាណាព្យាបាលទាំងអស់គ្នាដែលបានតាមដានកម្មវិធី podcast របស់យើងនៅក្នុងថ្ងៃនេះកុំភ្លេចតាមដានទស្សនាកម្មវិធីរបស់យើងនៅពេលក្រោយសូមអរគុណ Berkeley International School Dream Believe Achieve